Vàជម្រាបសួរលោកគ្រូអ្នកគ្រូមេរៀនទី3របស់យើងមិនទាន់បានបញ្ចប់នៅឡើយទេអញ្ចឹងខ្ញុំសូមបន្តទៀតដោយធ្វើការថតវីដេអូជូនលោកគ្រូអ្នកគ្រូបាទអញ្ចឹងយើងចូលមកដល់ model ថ្មីមួយទៀតគេឲ្យឈ្មោះថា the 7S model បាទគឺគំរូ 7S បាទគ្រូ 7S គំរូ 7S ហ្នឹងគឺបង្កើតឡើងដោយមនុស្ស2នាក់បាទមនុស្ស2នាក់គឺលោក Robert Waterman ហើយនិង Tom Peters បាទ Tom Peters អញ្ចឹងគំរូ 7S នេះគឺបាទគឺជាឧបករណ៍ដែលថាមានឥទ្ធិពលសម្រាប់ធ្វើការផ្លាស់ប្ដូរបាទគិតអំពីការផ្លាស់ប្ដូរហ្នឹងអញ្ចឹងដែលវាអាចជួយម្ចាស់អង្គភាពឲ្យយល់អំពីភាពស្មុគស្មាញនៃអង្គភាពមួយបាទពីអង្គភាពរបស់ខ្លួនហ្នឹងឬក៏យើងអ្នកពីក្រៅហ្នឹងក៏យើងយល់ដឹងអំពីភាពស្មុគស្មាញនៃអង្គភាពមួយតាមរយៈ model ហ្នឹងបាទអញ្ចឹងចំណុចសំខាន់នៃ model នេះគឺគេសង្កត់ធ្ងន់ទៅលើភាពប្រតិកាឡាគ្នាបាទលោកដោយលោកគ្រូអ្នកគ្រូឃើញអំពីខ្សែប្រតិកាឡាគ្នានៅធាតុទាំងអស់ហ្នឹងបាទអញ្ចឹងគឺវាប្រតិកាឡាគ្នាទាំងអស់បាទអញ្ចឹងវាបញ្ជាក់ថាម៉េចបាទមានថាបញ្ជាក់ថាការផ្លាស់ប្ដូរគឺវាមានធាតុផ្សំបាទវាធាតុផ្សំគ្នាដោយវាមិននៅដាច់ដោយឡែកតែឯងទេមានថាវាជាប់ពាក់ព័ន្ធជាមួយធាតុផ្សេងៗទៀតបាទអញ្ចឹងនៅពេលដែលវាប្រតិកាឡាគ្នាហើយបើសិនជាភាពប្រតិកាឡាគ្នានេះវាដំណើរការស្របគ្នាមានថា symmetry គ្នាបាទដោយមិនមានភាពប្រទឹងប្រទើសមានន័យថាអាចនាំមកនៅភាពជោគជ័យយូរអង្វែងបាទភាពជោគជ័យយូរអង្វែងបាទអញ្ចឹងតែបើសិនបាទធាតុទាំងអស់គ្នាហ្នឹងដែលមានភាពប្រតិគ្នាហ្នឹងប៉ុន្តែវាមិនបានប្រតិកាឡាគ្នាបានល្អបាទអញ្ចឹងគឺវាផ្ទុយទៅវិញមានថាជោគជ័យហ្នឹងអត់បានយូរអង្វែងទេបាទអញ្ចឹងវាទាមទារឲ្យធាតុផ្សំទាំងអស់ហ្នឹងឲ្យមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកនៅក្នុងនៃសមស្របទៅតាមគ្នាអញ្ចឹងណាបាទមានន័យថានៅពេលដែលមានបំរែបំរួលមួយទៀតវាត្រូវបំរែបំរួលស្របគ្នាអញ្ចឹងទៅវាប្រតិគ្នាបាទអញ្ចឹងនៅក្នុង model នេះវាគេចែកជា2មានតែគេចែកជា2ផ្នែកបាទធាតុផ្សំនេះគឺ2ផ្នែកធំបាទស្អីគេចេះបាទមានថាមានធាតុផ្សំផ្នែករឹងមានធាតុផ្សំរឹងគេហៅថា hard element ហ្នឹងណាហើយនឹងផ្នែកទន់បាទអញ្ចឹងវាមានរឹងមានទន់បាទធាតុផ្សំហ្នឹងអញ្ចឹងផ្នែកទន់ហ្នឹងផ្នែករឹងហ្នឹងមិនដែរគេ hard element ហ្នឹងអញ្ចឹងមានថាជាធាតុដែលងាយកំណត់អត្តសញ្ញាណបាទជាធាតុដែលងាយកំណត់អត្តសញ្ញាណនិងគ្រប់គ្រងបាទខាងយុទ្ធសាស្ត្ររចនាសម្ព័ន្ធឬក៏ប្រព័ន្ធបាទយុទ្ធសាស្ត្ររចនាសម្ព័ន្ធនិងប្រព័ន្ធបាទនេះឃើញទេយុទ្ធសាស្ត្ររចនាសម្ព័ន្ធនិងប្រព័ន្ធដែលគេចាត់ទុក3ធាតុនេះធាតុទាំង3នេះគឺ hard element មានថាធាតុផ្សំរឹងបាទធាតុផ្សំរឹងអញ្ចឹងធាតុផ្សំទន់គឺធាតុដែលនៅសល់ហ្នឹងបាទធាតុដែលនៅសល់អញ្ចឹងសួរថាអ្វីទៅធាតុផ្សំទន់អញ្ចឹងថាធាតុផ្សំទន់ហ្នឹងគឺពិបាកកំណត់ពិបាកវាស់វែងឬក៏ពិបាកគ្រប់គ្រងបាទប៉ុន្តែវាមានសារៈសំខាន់ដូចគ្នាបាទដែលយើងមើលឃើញនៅទីនេះមានអីគេមាន skill ណាបាទមាន staff បាទមាន style ចុះកដាលនេះបាទកដាលហ្នឹងក៏ជា soft element ដែរក៏គេចាត់ទុកដែរថាជាធាតុផ្សំទន់បាទជាធាតុផ្សំទន់ជាធាតុផ្សំទន់បាទអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងមានថាធាតុផ្សំរឹងដែលយើងមើលឃើញនៅផ្នែកខាងលើហ្នឹងវាមាន strategy មាន structure មាន system អញ្ចឹងមានថាគឺជាផែនការបាទយើងមើលឃើញមានយុទ្ធសាស្ត្រយើងនិយាយអំពីយុទ្ធសាស្ត្រមុនបាទ
យុទ្ធសាស្ត្រហ្នឹងគឺជាផែនការបាទផែនការសកម្មភាពដែលអង្គភាពយើងបង្កើតឡើងបាទបង្កើតឡើងធ្វើអីបាទគឺបង្កើតឡើងដើម្បីសម្រេចបាននៅគោលដៅរយៈពេលវែងមួយហើយនឹងរក្សានៅភាពជាបានថានៅភាពជាដៃគូប្រកួតប្រជែងបាទមានយុទ្ធសាស្ត្រហ្នឹងគឺជាចំណុចសំខាន់ណាស់បាទអញ្ចឹងបង្កើតយុទ្ធសាស្ត្រដើម្បីអីបាទអញ្ចឹងបង្កើតយុទ្ធសាស្ត្រដើម្បីឆ្លើយនៅសំណួរខ្លះដែលគេសួរថាតើយើងចង់ទៅទីណាឃើញទេបាទយើងទៅទីណាអញ្ចឹងតើយើងនឹងទៅដល់ទីនោះដោយរបៀបណាបាទដោយរបៀបណាអញ្ចឹងគេអាចឆ្លើយបាននៅក្នុងយុទ្ធសាស្ត្រហ្នឹងយុទ្ធសាស្ត្រហ្នឹងគឺបរិយាយទាំងអស់ហ្នឹងបាទផ្ដោះនៅចម្លើយបាទអញ្ចឹងមានន័យថាយុទ្ធសាស្ត្រល្អគឺត្រូវតែឆ្លើយតបទៅនឹងការផ្លាស់ប្ដូរទៅនឹងបរិយាកាសខាងក្រៅណាបរិយាកាសខាងក្រៅបាទដែលយើងមានធាតុអីខ្លះដែលយើងគិតថាជាបរិយាកាសខាងក្រៅនៃការផ្លាស់ប្ដូរបរិយាកាសខាងក្រៅយើងដូចជាមានផ្នែកទីផ្សារដៃគូប្រកួតប្រជែងហើយចុចដែលខ្ញុំបានលើកឡើងពីមុនមកហ្នឹងបាទហើយផ្នែកខាងក្នុងក៏ដូចគ្នាដែរគឺផ្នែកអីបាទភាពខ្លាំងរបស់យើងក្នុងអង្គភាពរបស់យើងហ្នឹងបាទនឹងខាងក្នុងបាទខាងក្នុងអញ្ចឹងយុទ្ធសាស្ត្ររបស់យើងហ្នឹងគឺមិនថាធ្វើយ៉ាងណាឲ្យវាល្អឲ្យឆ្លើយតបទៅនឹងការផ្លាស់ប្ដូរពីបរិយាខាងក្រៅហើយនិងខាងក្នុងបាទអូខេអញ្ចឹងថាវានឹងមិនមែនជាការបង្កើតឡើងវាគ្រាន់តែជាគោលដៅទេបាទជាគោលដៅទេប៉ុន្តែវាជាអីបាទយុទ្ធសាស្ត្រហ្នឹងមិនថាកើតឡើងដើម្បីជាផែនទីបង្ហាញផ្លូវផងដែរ strategy បាទរបស់យើងហ្នឹងណាបាទព្រោះអីវានៅទីនោះវាធ្វើការបែងចែកនៅធនធានឬក៏សកម្មភាពអត្តភាពផ្សេងរបស់អង្គភាពយើងបាទ strategy ហើយលោកគ្រូអ្នកគ្រូខ្លះគាត់ច្បាស់រឿង strategy ហ្នឹងព្រោះលោកគ្រូអ្នកគ្រូនាពេលបច្ចុប្បន្នក៏កាន់ការនៅអង្គភាពណាមួយដែរបាទនឹងក្រុមហ៊ុនហើយទាំងឯកជនទាំងសាធារណៈបាទហ្នឹងអញ្ចឹងនៅស្ថិតនៅក្នុងhard element ដដែលចូលដល់ structure បាទដែលលោកគ្រូអ្នកគ្រូស្គាល់ច្បាស់ណាគឺ structure ហ្នឹងគឺរចនាសម្ព័ន្ធអញ្ចឹងរចនាសម្ព័ន្ធមានន័យថាគឺជារបៀបដែលអង្គភាពបានរៀបចំឡើងបាទរៀបចំឡើងមិនតើនរណាជាអ្នករាយការណ៍ទៅកាន់នរណាឃើញទេ structure ណាពីខាងណាទៅខាងណាណានរណារាយការណ៍ទៅខាងណាតើនរណាត្រូវបានបែងចែកនិងសម្របសម្រួលហើយធ្វើយ៉ាងណាយើងយ៉ាងយកដូចម្ដេចបាទហ្នឹងបាទមានថាតើការងារត្រូវបានបែងចែកនិងសម្របសម្រួលនឹងយ៉ាងដូចម្ដេចបាទអញ្ចឹងនៅក្នុង structure ហ្នឹងបាទ structure ហ្នឹងនៅក្នុងបែបរចនាសម្ព័ន្ធហ្នឹងអាចថារចនាសម្ព័ន្ធតាមបែបឋានានុក្រមបែប matrix ឬក៏តាមបែបផ្អែកលើក្រុមការងារបាទផ្អែកលើក្រុមការងារអាហ្នឹងគឺរចនាសម្ព័ន្ធហ្នឹងចឹងមានរចនាសម្ព័ន្ធគឺជាលំហូរបាទណាគឺជាការកំណត់នៅលំហូរព័ត៌មានការសម្រេចចិត្តនិងការទទួលខុសត្រូវបាទការទទួលខុសត្រូវហ្នឹងគឺរចនាសម្ព័ន្ធបាទអញ្ចឹងមានន័យថាគោលការណ៍សំខាន់គឺនៃរចនាសម្ព័ន្ធមានណាគឺជាគេហៅការសិចហៅរចនាសម្ព័ន្ធយើងមាន structures of structure ហ្នឹងវាត្រូវ follow ជាមួយ strategy ហ្នឹងហើយបាទ structure ហ្នឹងវាត្រូវ follow ជាមួយ strategy មានន័យថាឲ្យវាស្របជាមួយនឹងយុទ្ធសាស្ត្រនេះឃើញទេបាទវាជាប់ពាក់ព័ន្ធគ្នាអញ្ចឹងបាទអញ្ចឹង structure នៅពេលដែលយើងធ្វើការផ្លាស់ប្ដូរយុទ្ធសាស្ត្រ structure ហ្នឹងវាស្របជាមួយនឹងយុទ្ធសាស្ត្របាទអញ្ចឹងមិនរចនាសម្ព័ន្ធវាត្រូវតាមយុទ្ធសាស្ត្របាទអញ្ចឹងមានន័យថានៅពេលដែលយុទ្ធសាស្ត្របដូររចនាសម្ព័ន្ធហ្នឹងក៏ប្រហែលជាត្រូវផ្លាស់ប្ដូរដើម្បីគ្រប់គ្រងទៅលើយុទ្ធសាស្ត្រថ្មីរបស់យើងនោះបាទហើយនេះវាជាប់ពាក់កន្លងគ្នាអញ្ចឹងលោកគ្រូបាទអញ្ចឹងចូលដល់ចំណុចមួយទៀតគឺ system បាទ system គឺប្រព័ន្ធបាទអញ្ចឹងគេចាត់ទុកវាជាផ្នែក hard element ដែរបាទជា
ជាធាតុផ្សំរឹងចឹងប្រព័ន្ធហ្នឹងមានន័យថាដំណើរការឬក៏នីតិវិធីបាទនឹងសកម្មភាពប្រចាំថ្ងៃដែលកំណត់ពីរបៀបនៃការងារដែលត្រូវធ្វើហ្នឹងណាត្រូវបានធ្វើហ្នឹងបាទចឹងវារួមបញ្ចូលទាំងអីគេបាទប្រព័ន្ធបច្ចេកវិទ្យាប្រព័ន្ធហិរញ្ញវត្ថុប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានការជ្រើសរើសបាទធនធានមនុស្សមានការជ្រើសរើសការវិតម្លៃការផ្ដល់រង្វាន់អីជាដើមហ្នឹងបាទហើយនឹងការប្រតិបត្តិការផ្សេងអាហ្នឹងគេហៅថាប្រព័ន្ធបាទប្រព័ន្ធហ្នឹង system ហ្នឹងឃើញទេជាប់ពាក់ព័ន្ធគ្នាចឹងមានន័យថាប្រព័ន្ធហ្នឹងគឺប្រៀបដូចខួរក្បាលយើងអញ្ចឹងបាទខួរក្បាលបាទប្រព័ន្ធគឺប្រៀបដូចខួរក្បាលយើងបាទប្រៀបដូចខួរក្បាលនឹងសរសៃប្រសាទយើងណាសរសៃប្រសាទរបស់យើងហ្នឹងបាទប៉ុន្តែបើនិយាយពីអង្គភាពមានន័យថាប្រព័ន្ធហ្នឹងគឺប្រៀបដូចជាខួរក្បាលនិងសរសៃប្រសាទរបស់អង្គភាពបាទរបស់ក្រុមហ៊ុនបាទអញ្ចឹងវាគ្រប់គ្រងទៅលើអរិយាប័ត្ររបស់បុគ្គលិកបាទអរិយាប័ត្របុគ្គលិកប្រព័ន្ធហ្នឹងបាទដែលគេចាត់ចែងរៀបចំឡើងមកហ្នឹងបាទហ្នឹងអញ្ចឹងវាជាប់ពាក់ព័ន្ធគ្នាជាមួយនឹងstrategy ជាប់ពាក់ព័ន្ធជាមួយនឹង structure ហើយឃើញមេឃធាងរបស់វាជាប់ពាក់ព័ន្ធគ្នាទាំងអស់បាទលោកគ្រូអ្នកគ្រូឃើញហើយបាទអញ្ចឹងផ្នែករឹងមាន3ហ្នឹងហើយឥឡូវយើងចូលដល់ផ្នែកទុនម្ដង soft element ហ្នឹងអញ្ចឹងយើងឃើញផ្នែកទុនសូមនិយាយមុនគេគឺ share value នេះបាទ share value មានតម្លៃរួមហ្នឹងបាទតម្លៃរួមហ្នឹងយើងមិនថាជា snow នៃគំរូ 7S model ហ្នឹងបាទ snow នៃគំរូ 7S model ហ្នឹងបាទអញ្ចឹងកន្លែងតម្លៃរួមហ្នឹងគឺជាអីគេបាទតម្លៃរួមមានថាគឺជំនឿបាទនៅក្នុងអង្គភាពរបស់យើងនឹងជំនឿគោលបំណងរួមឬគេហៅដែលបុគ្គលិកគ្រប់រូបនៅក្នុងអង្គភាពហ្នឹងធ្វើការចែករំលែកគ្នាបាទធ្វើការចែករំលែកគ្នាបាទតម្លៃរួមហ្នឹងណាបាទវាជាអីបាទនៅក្នុងនេះគេចាត់ទុកថាវាជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់អង្គភាពហ្នឹងបាទតម្លៃរួមហ្នឹងបាទអញ្ចឹងនៅក្នុងគំរូ 7S model ហ្នឹងshare model share value ហ្នឹងគេហៅតម្លៃរួមហ្នឹងគឺគេដាក់នៅកណ្ដាលបាទនៅកណ្ដាលតម្លៃរួមគេដាក់នៅកណ្ដាលព្រោះវាជាចំណុចចាប់ផ្ដើមបាទចំណុចចាប់ផ្ដើមយើងធ្វើអីត្រូវគិតពីតម្លៃរួមមុនបាទយើងគិតពីតម្លៃរួមមុនបាទអញ្ចឹងគឺវានៅចំណុចចាប់ផ្ដើមហើយវាជាចំណុចប្រសពនៃធាតុផ្សំផ្សេងទៀតដោយលោកគ្រូបានឃើញអំពីសញ្ញាហ្នឹងណាលោកគ្រូណាបាទវាជាបេះដូងเนาะវាមិនមែនជាគូក្បាលឬប្រស័យប្រសាទទេបាទហ្នឹងវាជាបេះដូងបាទវាជាបេះដូងអង្គភាពរបស់យើងដែលផ្ដល់នៅទិសដៅណានិងអត្ថន័យនៅសកម្មភាពទាំងអស់បាទហ្នឹងឃើញទេបាទវានៅកណ្ដាលនេះសំខាន់បាទអញ្ចឹងតម្លៃរួមរឹងមាំណាតម្លៃរួមដ៏រឹងមាំគឺអាចបង្រួបបុគ្គលិកនិងអ្នកដឹកនាំហ្នឹងបាទនៅការសម្រេចចិត្តរបស់ពួកគេហ្នឹងគឺអាចប្រឈមទៅនឹងបំរែបំរួលនៅខាងមុខបាទឬក៏ភាពមិនច្បាស់លាស់បាទកន្លែងហ្នឹងណាបាទអញ្ចឹងតម្លៃរួមដ៏រឹងមាំគឺមានន័យថាអាចបង្រួបបុគ្គលិកណាអាចបង្រួបបុគ្គលិក staff និងការដឹកនាំសម្រេចចិត្តរបស់ពួកគេនៅក្នុងអង្គភាពហ្នឹងជាពិសេសនៅពេលដែលប្រឈមមុខនឹងភាពមិនច្បាស់លាស់ណាមួយហ្នឹងបាទអញ្ចឹងគេយកតម្លៃរួមនេះជាគោលបាទជាគោលបាទអញ្ចឹងយើងអនុលោមទៅតាមតម្លៃរួមរបស់យើងទៅបាទតែយើងនឹងអាចដំណើរការទៅមុខបានដែរបាទយកតម្លៃរួមជាស្នូលអ្វីដែលយើងគោរពឬប្រកាន់យកទាំងអស់គ្នាណាបាទហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូចូលដល់ចំណុចមួយទៀតគឺ style បាទ style បាទយើងថារចនាបថបាទរចនាបថបាទអញ្ចឹងរចនាបថនៃការដឹកនាំបាទនៃការដឹកនាំនិងវិធីសាស្ត្រដែលនៃការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនឹងឯងណានិងបុគ្គលិកទូទៅបាទ style ហ្នឹង
គេហៅតើវប្បធម៌អង្គការងារនឹងមានលក្ខណៈបែបណាបាទអានឹងជា style នៅក្នុងអង្គភាពរបស់យើងណាបាទអញ្ចឹងមានថារចនាបទហ្នឹងគឺមានន័យទៅលើថារចនាបទនៃការដឹកនាំឬក៏វិធីសាស្ត្រនៃការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនិងបុគ្គលិកទូទៅនៅក្នុងអង្គភាពមួយហ្នឹងបាទអញ្ចឹងគេនិយាយថាតើវប្បធម៌ការងារមានលក្ខណៈបែបណាវាជាពាក់ព័ន្ធដល់ style ហ្នឹងណាបាទអញ្ចឹងឧទាហរណ៍ថាវាជាបែបផ្ដាច់ការបែបប្រជាធិបតេយ្យបែបផ្ដល់សិទ្ធិអំណាចទៅដល់ថ្នាក់ក្រោមនៅថ្នាក់ឯកទេសអីផ្សេងអញ្ចឹងណាបាទហ្នឹង style នៅអង្គភាពហ្នឹងមិនបាទអញ្ចឹងមានន័យថារចនាបទហ្នឹងណាបាទវាមិនមែនជាអ្វីដែលអ្នកដឹកនាំហ្នឹងនិយាយទេបាទប៉ុន្តែវាជាអ្វីដែលពួកគេធ្វើបាទពួកគេធ្វើបាទហើយនឹងអាកប្បកិរិយាដែលកប្បកិរិយាដែលល្អឲ្យគេផ្ដល់តម្លៃពួកគេផ្ដល់រង្វាន់ហ្នឹងបាទហ្នឹងគឺរចនាបទនឹង style ហ្នឹងបាទអញ្ចឹង style ហ្នឹងក៏គេបញ្ចូលផងដែរពីរបៀបដែលអ្នកគ្រប់គ្រងហ្នឹងចំណាយពេលវេលាអ្វីដែលពួកគេយកចិត្តទុកដាក់ហ្នឹងបាទអាហ្នឹងគឺគេហៅថា style ហ្នឹងបាទ style រចនាបទនៅក្នុងអង្គភាពហ្នឹងបាទអញ្ចឹងនិយាយជារួមមានន័យថាគឺដូចជានិមិត្តរូបណាឬក៏និមិត្តសញ្ញាដែលបុគ្គលិកហើយនិងអ្នកគ្រប់គ្រងនៅក្នុងអង្គភាពហ្នឹងប្រើប្រាស់បាទប្រើប្រាស់បាទកន្លែងហ្នឹងអញ្ចឹង style អញ្ចឹងមួយទៀតគឺ staff បាទ staff បាទសិតតែ S ណាបាទ 7S បាទ staff អញ្ចឹង staff លោកគ្រូអ្នកគ្រូដឹងហើយបាទសំដៅទៅលើបុគ្គលិកទូទៅនៅក្នុងអង្គភាពហ្នឹងណាបាទអញ្ចឹងមិនមែនសំដៅទៅលើតែចំនួនទេណាបាទសំដៅលើចំនួនទេអញ្ចឹងបុគ្គលិកកន្លែងនេះក៏គេសំដៅផងដែរទៅលើអីលក្ខណៈសម្បត្តិណាអាកប្បកិរិយាសមត្ថភាពរួមរបស់បុគ្គលិកទាំងអស់ហ្នឹងណាកន្លែង staff ហ្នឹងបាទ staff ហ្នឹងបាទអញ្ចឹងគឺសួរថាតើអង្គភាពហ្នឹងមានបុគ្គលិកបែបណាណាបាទបុគ្គលិកតើពួកគេមានចិត្តស្មោះត្រង់អត់ថ្ងៃនេះវាជាប់ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិអាកប្បកិរិយាអីទាំងអស់ហ្នឹងបាទតើពួកគេមានភាពស្មោះត្រង់មានគំនិតច្នៃប្រឌិតឬក៏ចូលចិត្តធ្វើតាមបទបញ្ជាឃើញទេបាទកន្លែងហ្នឹងអញ្ចឹងអានឹងវាជាប់ពាក់ព័ន្ធហ្នឹងអញ្ចឹងនៅក្នុង staff ហ្នឹងនៅក្នុងចំណុច staff ហ្នឹងបាទ staff បាទលោកគ្រូអ្នកគ្រូអូខេអញ្ចឹង staff ហ្នឹងមានថានិយាយចំមានថាសំដៅទៅលើទេពកោសល្យនិងសមត្ថភាពរបស់ក្រុមការងារហ្នឹងបាទហើយវាក៏ជាប់ពាក់ព័ន្ធទៅនឹងរបៀបដែលអង្គភាពហ្នឹងជ្រើសរើសអភិវឌ្ឍឬក៏រក្សាបុគ្គលិករបស់ខ្លួនហ្នឹងបាទវាជាប់ពាក់ព័ន្ធទាំងអស់ហ្នឹងបាទហើយក៏គេនិយាយអំពីថាធ្វើយ៉ាងណាឲ្យពីការយល់ដឹងអំពីបុគ្គលិកឲ្យជួយឲ្យអង្គភាពហ្នឹងដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនមានថានៅពេលដែលយើងអាចដឹងអំពីបុគ្គលិកហ្នឹងមានថាដឹងអំពីអាកប្បកិរិយាពីសមត្ថភាពបាទអិរិយាបថរបស់បុគ្គលិកទាំងអស់ហ្នឹងអាចឲ្យយើងវាតម្លៃបានអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនបាទណាដែលជាប់ពាក់ព័ន្ធជាមួយធនធានមនុស្សហ្នឹងបាទ staff ហ្នឹងអញ្ចឹងនៅពេលដែលយើងអាចវាតម្លៃបានយើងអាចគណនាឬក៏អាចព្យាករណ៍អំពីភាពជោគជ័យនៃការផ្លាស់ប្ដូរបាទបើយើងចង់ធ្វើការផ្លាស់ប្ដូរឲ្យបុគ្គលិករបស់យើងពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាកប្បកិរិយាមិនបានល្អប្រសើរហើយសមត្ថភាពជារួមរបស់គាត់នៅមានកម្រិតมันអាចទៅរួចទេអញ្ចឹងហើយអ្វីទាំងអស់ដែលបរិយាយអំពីបុគ្គលិកហ្នឹងដែលអាចធ្វើឲ្យយើងដឹងអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងបាទដែលជាប់ពាក់ព័ន្ធនឹងបុគ្គលិកហ្នឹងអញ្ចឹងបើយើងកែប្រែយុទ្ធសាស្ត្រកែប្រែ structure system ហើយ style របស់យើងហ្នឹងណាអស់ហើយប៉ុន្តែបុគ្គលិករបស់យើងនៅខ្វះខាតបាទនៅខ្វះខាតបាទអញ្ចឹងទាមទារឲ្យយើងយកចិត្តទុកដាក់ស្វែងយល់
បាទដើម្បីឲ្យការផ្លាស់ប្ដូរហ្នឹងវាអាចដំណើរការទៅមុខបានបាទដំណើរការទៅមុខបានបាទអូខេអញ្ចឹងដូចជានៅតែមួយទៀតទេលោកគ្រូអ្នកគ្រូនិយាយពី skill បាទ skill ជំនាញបាទជំនាញបាទអញ្ចឹងមានជំនាញគឺសមត្ថភាពបាទនិងជំនាញលក្ខណៈពិសេសដែលអង្គភាពឬក៏បុគ្គលិករបស់យើងនឹងមានបាទញី skill ហ្នឹងណាបាទអញ្ចឹងបើនិយាយពីអង្គភាពរបស់យើងថាតើអង្គភាពយើងធ្វើអ្វីបានល្អជាងគេឃើញទេបាទ skill ហ្នឹងជាអ្វីលក្ខណៈពិសេសរបស់បុគ្គលិកក្នុងអង្គភាពរបស់យើងបាទអ្វីដែលអង្គភាពយើងធ្វើល្អជាងគេអញ្ចឹងក្រុមហ៊ុននីមួយៗមានឯកទេសរៀងៗខ្លួនមានន័យថាមានជំនាញលក្ខណៈពិសេសរៀងៗខ្លួនបាទមានលក្ខណៈពិសេសរៀងៗខ្លួនបាទអញ្ចឹងដូចក្រុមហ៊ុនអីគេលោកគ្រូខ្ញុំមិនដឹងទេបាទថាមានក្រុមហ៊ុនខ្លះគឺមានជំនាញផលិតកាមេរ៉ាថតក្នុងក្រោមសមុទ្រចឹងទៅណាបាទសមុទ្រចឹងទៅបាទអាចរមើលលោកគ្រូចាំ search មើលថាក្រុមហ៊ុនណាដែលមានជំនាញនឹងឲ្យខ្លាំងជាងគេដែលអាចបង្កើតកាមេរ៉ាថតក្នុងទឹកនឹងដែលគេនិយមប្រើឲ្យអ្នកថតក្នុងបាតសមុទ្រដឹងនឹកឃើញក្រុមហ៊ុននឹងអញ្ចឹងណាអានឹងគេហៅថាជំនាញលក្ខណៈពិសេសរបស់ក្រុមហ៊ុនមួយឬក៏របស់បុគ្គលិកនៃក្រុមហ៊ុននឹងឃើញទេបាទចឹងមានថាជំនាញហ្នឹងគឺជាលទ្ធផលសរុបនៃការអភិវឌ្ឍនិងការអនុវត្តរបស់អង្គភាពនឹងឬក៏ក្រុមហ៊ុននឹងបាទវាជាជំនាញបច្ចេកទេសជំនាញគ្រប់គ្រងឬក៏ជំនាញក្នុងការបង្កើតថ្មីបាទអញ្ចឹងមានន័យថាការផ្លាស់ប្ដូរយុទ្ធសាស្ត្រអាចតម្រូវឲ្យអង្គភាពនឹងបង្កើតជំនាញថ្មីឬក៏ពង្រឹងជំនាញដែលមានស្រាប់បាទនឹងតកតងទៅនឹងការផ្លាស់ប្ដូរនឹងបាទអញ្ចឹងសរុបមកវិញមានន័យថាការអនុវត្តនៅចំណុចសំខាន់នៃគំរូ 7S ហ្នឹងគឺធ្វើយ៉ាងគឺមានន័យថាវាមានភាពស៊ីសង្វាក់គ្នាបាទវាមានភាពស៊ីសង្វាក់គ្នាបាទអញ្ចឹងការវិភាគពីភាពស៊ីសង្វាក់ហ្នឹងគឺបានថានៅពេលដែលធៀបផ្សំទាំង7 ហ្នឹងវាមានភាពស៊ីសង្វាក់គ្នាគឺបានថាគ្រប់គ្រងគ្នាទៅវិញទៅមកអញ្ចឹងអង្គភាពហ្នឹងគឺនឹងដំណើរការប្រកបដោយប្រសិទ្ធភាពហើយបើសិនជាធៀបទាំង7ហ្នឹងវាគ្រប់គ្រងគ្នាបាទគ្រប់គ្រងគ្នាទៅវិញទៅមកបាទឧមាយើងបដូរយុទ្ធសាស្ត្រយើងបដូររចនាសម្ព័ន្ធបាទយើងបដូររចនាសម្ព័ន្ធហើយយើងចាប់មនុស្សដាក់តាមទូនីតិតំណែងរបស់គេហ្នឹងគឺបុគ្គលិករបស់យើងមានទៅដោយសមត្ថភាពណាកັບកិរិយាល្អបុគ្គលិកលក្ខណៈពេញលេញអញ្ចឹងអាចធ្វើបានហើយអញ្ចឹងការដូរ strategy ហើយដូរ structure ហើយដែលមានបុគ្គលិកមានសមត្ថភាពគឺវាអីវាគ្រប់គ្រងគ្នាទៅវិញមកបាទអញ្ចឹងដំណើរការនៃការផ្លាស់ប្ដូរនោះអាចនឹងមានប្រសិទ្ធភាពបាទគឺប្រកបដោយប្រសិទ្ធភាពបាទអាចសម្រេចគោលដៅទៅតាមការកំណត់នៅក្នុង strategy ហ្នឹងតែបើផ្ទុយទៅវិញបើវាមានភាពមិនស៊ីសង្វាក់គ្នាបាទមិនថារវាងធៀបផ្សំទាំងអស់ហ្នឹងអញ្ចឹងវាគឺជាដើមចមជាដើមចមជាហេតុចម្បងនៃបញ្ហានិងការបរាជ័យហើយបាទយើងចង់ធ្វើការផ្លាស់ប្ដូរអ្វីមួយផ្នែកផ្សេងជាប់ពាក់ព័ន្ធនោះវាអត់ support វាអត់គ្រប់គ្រងគ្នាទៅវិញបាទអញ្ចឹងវានាំមកនៅបញ្ហាឬក៏ការបរាជ័យហើយបាទហ្នឹងហើយអញ្ចឹងលោកគ្រូអ្នកគ្រូខ្ញុំដូចជាមានប៉ុណ្្នឹងចោះទៅចំពោះ7S model នេះបាទសូម slide បន្ទាប់បាទលោកគ្រូអ្នកគ្រូប្រហែលជាលោកគ្រូអ្នកគ្រូបានអានមុនហើយអ្វីចំពោះមេរៀនដែលខ្ញុំជូនលោកគ្រូអ្នកគ្រូបាទអញ្ចឹងចូលដល់ចំណុចមួយទៀតគឺជា model ថ្មីមួយទៀតបាទគេហៅថា Kurt Lewins chain model របស់ Kurt Lewin ទៀតហើយដែល Kurt Lewin គាត់ជាអ្នកបង្កើតនៅ model មួយហ្នឹងបាទហើយតាមអ្វីដែលលោកគ្រូដឹងតាំងពីថ្ងៃជួបគ្នាដំបូងខ្ញុំបានប្រាប់លោកគ្រូអ្នកគ្រូឲ្យថាលោក Kurt Lewin ហ្នឹងគឺគាត់ជាអ្នកចិត្តវិទ្យាបាទគាត់ជាអ្នកចិត្តវិទ្យាសង្គមបាទជនជាតិអាល្លឺម៉ង់អាមេរិកហ្នឹងបាទអញ្ចឹងគាត់ល្បីល្បាញណាស់ហើយគេចាត់ទុកគាត់ជាស្ថាបនិកម្នាក់នៃម្នាក់នៃចិត្តវិទ្យាសង្គមនាសម័យទំនើបយើងហ្នឹងបាទ
ចឹងលោកគ្រូអ្នកគ្រូគំរូរបស់គាត់ហ្នឹងគឺមើលទៅសាមញ្ញឃើញទេតែ3ដំណាក់កាលឃើញទេ unfresh ណាគឺមាន unfresh មាន change មាន refresh បាទអញ្ចឹងនៅក្នុងធាតុធំទាំង3ហ្នឹងមានការបញ្លេចនៅធាតុតូចដែលយើងអាចដែលជាការបរិយាយនៅក្នុងធាតុធំហ្នឹងបាទយើងគាត់ឃើញដាក់បញ្ជាក់នឹងហ្នឹងណាបាទលោកគ្រូអ្នកគ្រូអញ្ចឹងមិនគាត់ថាបានថាលោក Leven ហ្នឹងគាត់មើលឃើញថាម៉េចបានថាអង្គភាពមួយមានលក្ខណៈប្រៀបដូចជាដុំទឹកកកអញ្ចឹងមួយដុំអញ្ចឹងអាហ្នឹងអ្វីគាត់មើលឃើញណាបាទអង្គភាពមួយប្រៀបជាដុំទឹកកកមួយដុំអញ្ចឹងដើម្បីផ្លាស់ប្ដូររូបរាងរបស់វាណានេះឆេងកន្លែងនេះឃើញទេបាទដើម្បីផ្លាស់ប្ដូររូបរាងរបស់វាបាទមានថាផ្លាស់ប្ដូរដុំទឹកកកឲ្យត្រូវតែរលាយសិនមានថាដុំទឹកកកឲ្យត្រូវតែរលាយសិនណានេះ unfresh នេះធ្វើម៉េចឲ្យវារលាយសិន unfresh អញ្ចឹងមិនថានៅពេលដែលឲ្យអង្គភាពនឹងធ្វើការផ្លាស់ប្ដូររូបរាងវាអញ្ចឹងដុំទឹកកកនឹងត្រូវតែរលាយសិន unfresh បាទ unfresh អញ្ចឹងនៅពេលរលាយនឹងឯងដែលយើងអាចណាដើម្បីឲ្យយើងអាចកែច្នៃបានបាទហើយបន្ទាប់មកយើងអាចបង្កកវាឡើងវិញណាបង្កកវាឡើងវិញដើម្បីរក្សារូបរាងថ្មីណាឲ្យនៅដដែលឃើញទេបាទឃើញទេបាទកន្លែងហ្នឹងមានថាយើងរុះរើវាអញ្ចឹងបើថាអង្គភាពយើងរុះរើតាំងរចនាសម្ព័ន្ធតាំងបុគ្គលិកតាំងអីទាំងអស់ហ្នឹងយុទ្ធសាស្ត្រស្អីទាំងអស់ហ្នឹង system អីហ្នឹងបច្ចេកវិទ្យាថ្មីទាំងអស់ហ្នឹងយើងឆេងវាបាទអញ្ចឹងចង់ឆេងវាលុះត្រាតែ unfresh បាទរំលាយវាសិនបាទហ្នឹងតាមលោក Kurt Lewin គាត់យល់អញ្ចឹងណាយល់ថាម៉េចគាត់យល់ថាអង្គភាពមួយគឺប្រៀបដូចជាដុំថ្មមួយអញ្ចឹងបាទគាត់ប្រៀបដូចជាដុំថ្មមួយអញ្ចឹងជាងមិនថាគំរូនឹងសង្កត់លើអីបាទគំរូនឹងសង្កត់ធ្ងន់លើការពិតដ៏សំខាន់មួយគឺអីគេមានតែការផ្លាស់ប្ដូរមិនមែនព្រឹត្តិការណ៍តែម្ដងហើយចប់បាទមានថាការផ្លាស់ប្ដូរនោះមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែម្ដងទេវាអីវាដំណើរការមួយដែលមានដំណាក់កាលទី1ទៅ1នេះច្បាស់លាស់បាទទី1ទៅ1ច្បាស់លាស់អញ្ចឹងបើសិនជារំលងនៅដំណាក់កាលណាមួយនោះវាអាចនឹងបរាជ័យបើសិនជារំលងដំណាក់កាលណាមួយហ្នឹងបាទអញ្ចឹងខ្ញុំសូមបញ្យល់បន្ថែមតទៅនឹងចំណុចមួយបាទអញ្ចឹងមើលពីចំណុចទី1និយាយពី unfresh បាទដំណាក់កាលទី1 unfresh យើងថាការរំលាយចុះណា unfresh fresh ហ្នឹងកករឹងហ្នឹង unfresh ហ្នឹងថារំលាយចុះបាទរំលាយហ្នឹងរុះរើភាសាអង្គភាពយើងថារុះរើអង្គភាពរចនាសម្ព័ន្ធយើងណារុះរើបាទការរំលាយអូខេបាទអញ្ចឹងគោលដៅអូខេគឺអីធ្វើឲ្យអង្គភាពហ្នឹងហើយនឹងបុគ្គលិកហ្នឹងត្រៀមខ្លួនសម្រាប់ធ្វើការផ្លាស់ប្ដូរពេលនេះគេជូនដំណឹងជូនអីចឹងទៅស្អីចឹងណាឲ្យធ្វើម៉េចឲ្យគេដឹងថាយើងត្រូវធ្វើការផ្លាស់ប្ដូរហ្នឹងអញ្ចឹងកន្លែង unfresh ហ្នឹងមានន័យថាធ្វើឲ្យអង្គភាពនិងបុគ្គលិករបស់យើងនឹងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរបាទអញ្ចឹងមានន័យថាក្រុមចំណុចនេះមានថាវាបំបែកនៅអីនៅក្នុងខ្សែកងខ្ញុំហ្នឹងស្អីគេហៅបាទគេហៅបំបែកនៅស្ថានភាពបច្ចុប្បន្នបាទ status quo ហ្នឹងភាសាអង់គ្លេស status quo ហ្នឹង Q ហ្នឹងស្ថានភាពបច្ចុប្បន្នអានឹងថ្កល់ហ្នឹងណាអញ្ចឹងវាបំបែកអាហ្នឹងបាទបំបែកស្ថានភាពបច្ចុប្បន្នហ្នឹងបាទឬក៏អាទម្លាប់ចាស់ដែលយើងធ្លាប់ធ្វើកន្លងមកហ្នឹងបាទវាបំបែកអាហ្នឹងវាផ្លាស់ប្ដូរហ្នឹងបាទអញ្ចឹងលោក Kelvin គាត់បារម្ភមែនទែនហើយគាត់ថាកន្លែងហ្នឹងពិបាកបាទកន្លែងហ្នឹងគឺជាដំណាក់កាលដ៏លំបាកគាត់ថាអញ្ចឹងបាទពិបាកហើយសំខាន់បំផុតបើយើងមិនឆ្លងកាត់នឹងបានទេបាទมันអាចចូលដំណាក់កាលទី2កន្លែងឆេងនឹងបានទេគាត់ថាអញ្ចឹងណាបាទព្រោះអីព្រោះបុគ្គលិកមនុស្សម្នានៅក្នុងអង្គភាពនៅក្នុងក្រុមហ៊ុនមួយគេភាគច្រើននឹងមានថាគេស្រុកស្រួលទៅហើយរាប់ឆ្នាំទៅហើយមានថាគេមានភាពស្រុកស្រួលនៅអ្វីដែលគេឆ្លងកាត់មកហ្នឹងបាទអញ្ចឹងនៅពេលដែលមានការ unfresh មានការរស់រើអញ្
ច្បាស់ណាស់គេនឹងទប់ទល់នឹងការផ្លាស់ប្ដូរហ្នឹងហើយបាទបង្កើតជាកម្លាំងណាកម្លាំងជំទាស់កន្លែងហ្នឹងណាហើយហ្នឹងបានគាត់និយាយថាកន្លែងហ្នឹងហើយដំណាក់កាលលំបាកបាទអញ្ចឹងការរំលាយហ្នឹងបាទការរំលាយហ្នឹងមានន័យថាគឺជាការបង្កើតនៅភាពចាំបាច់ក្នុងការផ្លាស់ប្ដូរបាទបើអត់មានការរុះរើការរំលាយហ្នឹងទេវាអត់អាចធ្វើការផ្លាស់ប្ដូរបានទេបាទអញ្ចឹងអាហ្នឹងវាជាប់ពាក់ព័ន្ធជាមួយនឹងគេហៅគំនិតនៃការបង្កើតភាពបន្ទាន់ណាបាទបង្កើតភាពបន្ទាន់ថាយើងត្រូវតែផ្លាស់ប្ដូរដោយសារអញ្ចឹងយើងត្រូវតែធ្វើការកែប្រែដោយសារវាអញ្ចឹងបាទអញ្ចឹងអានេះបង្កើតគំនិតហ្នឹងមកដើម្បីគ្រប់គ្រងនៃការរុះរើហ្នឹងគេហៅការបង្កើតភាពបន្ទាន់ហ្នឹងបាទណាបាទអញ្ចឹងក្រុមហ៊ុនខ្លះអត់ហ៊ានផ្លាស់ប្ដូរទេខ្លាចវាមានបញ្ហាច្រើនជាងអ្វីដែលកំពុងមានហ្នឹងបាទហ្នឹងហើយអញ្ចឹងលោកគ្រូអ្នកគ្រូមើលនៅក្នុងនេះចំណុចនីមួយៗនៅក្នុង unfreshness គឺចំណុចទី1 recognize the need for change មានន័យថាយើងទទួលស្គាល់អំពីភាពចាំបាច់នៃការផ្លាស់ប្ដូរហើយនេះណាបាទទទួលស្គាល់អំពីភាពចាំបាច់នៃការផ្លាស់ប្ដូរមានថាត្រូវតែមានហេតុផលច្បាស់លាស់ណាគេត្រូវតែមានហេតុផលច្បាស់លាស់អត់មានហេតុផលច្បាស់លាស់គឺអត់បានទេហើយនេះដូចខ្ញុំស្ដាប់ព័ត៌មានមួយថ្ងៃនេះបាទមានប្រទេសមួយចំនួននៅអឺរ៉ុបហ្នឹងអត់គ្រប់គ្រងនៅត្រាំទេបាទដែលគាត់ទៅវាយប្រទេសអឺរ៉ង់ហ្នឹងគាត់ថាអត់មានកម្មវត្ថុច្បាស់លាស់បាទហើយទៅវាយគេអញ្ចឹងណាឃើញដូចស្ប៉ាញជាដើមហ្នឹងគាត់និយាយច្បាស់ណាបាទថាអត់គ្រប់គ្រងសង្គ្រាមទេហើយសង្គ្រាមដែលកើតឡើងហ្នឹងគឺគាត់ថាអត់មានកម្មវត្ថុច្បាស់លាស់ទេបាទគាត់ជាការបង្កើតឡើងដោយអ្នកដែលចង់វាយអារម្មណ៍នឹងទេអីចឹងណាបាទនឹងអត់មានច្បាស់លាស់ហើយហេតុផលហ្នឹងដែលគេមិនស្របតាមដែលមានហេតុផលរបស់គាត់ប៉ុន្តែអ្នកដតីដែលមើលឃើញហេតុផលនោះគឺចាត់ទុកថាមិនមែនជាហេតុផលដែលត្រឹមត្រូវអញ្ចឹងណាបាទអញ្ចឹងនៅក្នុងដំណាក់កាលយើងនេះនៅមេរៀនយើងនេះឃើញបាទឲ្យទទួលស្គាល់អំពីភាពចាំបាច់នៃការផ្លាស់ប្ដូរអញ្ចឹងត្រូវតែមានហេតុផលច្បាស់លាស់បាទអញ្ចឹងឧបមាថាការលក់នៅក្នុងក្រុមហ៊ុនរបស់យើងវាធ្លាក់ចុះបាទមានវិជាថ្មីចាប់ដើមចូលក្នុងទីផ្សារស្នុកសម្រាប់បម្រើក្នុងប្រព័ន្ធលក់ដូរប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌឬសន្តិភាពអីផ្សេងបាទឬក៏យើងមើលឃើញថាវាមានមតិអវិជ្ជមានពីអតិថិជនស្ដីអំពីអង្គភាពយើងក្រុមហ៊ុនយើងបាទហ្នឹងយើងត្រូវទទួលស្គាល់បើសិនជាមានឃើញថាច្រើនវាជាកត្តាជាឥទ្ធិពលអវិជ្ជមានខ្លាំងដល់យើងត្រូវទទួលស្គាល់ពីភាពចាំបាច់នៃការផ្លាស់ប្ដូរហើយបាទដូចឃើញប្រហែលថ្ងៃមុននេះឃើញមានអ្នកលេង Facebook បាទគាត់មានបទពិសោធន៍នៅ clinic ឯកជនមួយណា clinic សម្ភពឯកជនមួយដែលមានបទពិសោធន៍មិនល្អនៅទីនោះគាត់បាននិយាយច្រើនតាក់ទងទៅចំណុចហ្នឹងហើយអ្នកដែលមានបទពិសោធន៍ពីមុនក៏បានcomment ទៅលើអ្វីដែលគាត់និយាយក្រោមមកនឹងច្រើនអញ្ចឹងឃើញទេនឹងអញ្ចឹងអានេះកន្លែងនេះបាទយើងត្រូវមានហេតុផលមួយសម្រាប់ធ្វើការផ្លាស់ប្ដូរបាទតើសេវាកម្មយើងមិនសប្ថ្ងៃណាហើយឃើញមតិអតិថិជនហ្នឹងនិយាយអវិជ្ជមានពីអង្គភាពយើងច្រើនណាអញ្ចឹងបាទអញ្ចឹងឃើញទេបាទអញ្ចឹងបានត្រូវទទួលស្គាល់ពីភាពច្បាច់នៃការផ្លាស់ប្ដូរអញ្ចឹងត្រូវតែមានហេតុផលច្បាស់លាស់បាទហេតុផលមកពីអីមានមតិអវិជ្ជមានពីអតិថិជនច្រើនអំពីនិយាយអំពីអង្គភាពយើងឃើញទេបាទអញ្ចឹងមើលចំណុចទី2 determine what needs to change បាទណាកំណត់នៅអ្វីដែលត្រូវផ្លាស់ប្ដូរកន្លែងនេះណាកំណត់នៅអ្វីដែលត្រូវផ្លាស់ប្ដូរកំណត់នៅអ្វីដែលត្រូវផ្លាស់ប្ដូរបាទណាធ្វើការវិភាគឲ្យបានច្បាស់លាស់ថាតើបញ្ហាវាស្ថិតនៅត្រង់ណាណាមកពីដំណើរការមកពីវប្បធម៌ក្រុមហ៊ុនយើងឬក៏មកពីបច្ចេកវិទ្យាបាទអញ្ចឹងយើងកំណត់នៅអ្វីដែលត្រូវធ្វើការផ្លាស់ប្ដូរបាទអញ្ចឹងបញ្ហានៅត្រង់ណាអញ្ចឹងយើងកំណត់យើងផ្លាស់ប្ដូរទៅលើអីណាលើដំណើរការវប្បធម៌ក្រុមហ៊ុនយើងឬក៏បច្ចេកវិទ្យាបាទក្នុងចំណុចហ្នឹងអញ្ចឹងទី3គឺ encourage the replacement of old behaviors and attitudes បាទហ្នឹងគេនិយាយអំពីអីនិយាយពីការលើកទឹកចិត្តបាទការលើកទឹកចិត្តឲ្យបោះបង់អាកប្បកិរិយានិងអរិយាប័ត្រចាស់ឃើញទេឡើយនេះបាទក៏និយាយគ្នាពីលើមកថាម៉េច
ថាបុគ្គលិកយើងឬក៏មនុស្សនៅក្នុងអង្គភាពហ្នឹងធ្លាប់មានក្តីសុខឬក៏ភាពស្រុកស្រួលច្រើនឆ្នាំមកហើយនៅទូនីតិអង្គនៅក្នុងទូនីតិហ្នឹងនៅក្នុងការិយាល័យហ្នឹងនៅក្នុង department ហ្នឹងបាទអញ្ចឹងក្នុងចំណុចទី3នេះគឺលើកទឹកចិត្តឲ្យគាត់បោះបង់អាកប្បកិរិយានិងអេរិយាបថចាស់ចាស់ដែលគាត់ធ្លាប់ប្រកាន់យកបាទកន្លែងហ្នឹងអញ្ចឹងមានថាបង្ហាញពីមូលហេតុដែលវិធីចាស់ហ្នឹងលែងដំណើរការហើយបាទលែងដំណើរការហើយបាទប្រាប់គាត់ថាយើងមិនអាចកត់នៅតែកត់ដៃបានទេអត់បានទេបាទយើងមិនអាចនៅតែកត់នឹងដៃបានទេយើងមាន system ហើយបាទត្រូវតែធ្វើការគណនាដោយប្រព័ន្ធហ្នឹងបាទត្រូវតែរៀនថ្មីឃើញទេបាទអញ្ចឹងបង្ហាញពីមូលហេតុដែលថាវិធីចាស់ហ្នឹងលេងដំណើរការទៅអត់តាន់គេទេបាទហ្នឹងអញ្ចឹងគេមាន app មានអី booking តាម app ហើយមិនបាច់ call តាមទូរស័ព្ទទៀតទេណាបើអីអញ្ចឹងណាបាទហ្នឹងអញ្ចឹងលើកទឹកចិត្តឲ្យគាត់បោះបង់អាកប្បកិរិយាចាស់ចោលបាទព្រោះវាអត់ apply ខាងអង់គ្លេសអត់ apply នៅអឺប្រព័ន្ធថ្មីនេះទេឃើញណាបាទអញ្ចឹងមើលទី4 ensure there is strong support from management កន្លែងនេះសំខាន់ណាស់អញ្ចឹងធានាថាម៉េចធានាថាមានការគ្រប់គ្រងខ្លាំងពីអ្នកគ្រប់គ្រងយើងឃើញទេបាទធានាថាមានការគ្រប់គ្រងខ្លាំងពីអ្នកគ្រប់គ្រងយើងអញ្ចឹងតាក់ទងទៅនឹងមេរៀនចាស់ថាម៉េចអ្នកគ្រប់គ្រងគឺអី change leader បាទ change leader បាទ change leader ឬក៏គាត់ជា change agent ដែរបាទជាភ្នាក់ងារនៃការផ្លាស់ប្ដូរដែរអញ្ចឹង change បាទ change agent គឺខាង management team này គឺសំខាន់ណាស់បាទអញ្ចឹងធានាថាមានការគ្រប់គ្រងខ្លាំងពីអ្នកគ្រប់គ្រងបាទអញ្ចឹងមានការផ្លាស់ប្ដូរត្រូវមានការគ្រប់គ្រងណានឹងការដឹកនាំណាបាទអញ្ចឹងបើអ្នកគ្រប់គ្រងណាបាទបើអ្នកគ្រប់គ្រងបើមិនមានការគ្រប់គ្រងទេការផ្លាស់ប្ដូរនឹងអាចនឹងបរាជ័យបាទអាចនឹងបរាជ័យបាទបើសិនជាអ្នកគ្រប់គ្រងមិនមានការគ្រប់គ្រងទៅលើការផ្លាស់ប្ដូរនឹងអញ្ចឹងកន្លែង unfresh ហ្នឹងគឺទៀមទាណាបាទការរុះរើការរំលាយខ្លួននេះបាទកន្លែងដំបូងណាបាទអញ្ចឹងចំណុចទី5 management and manage and understand the depth and concern មានថាគ្រប់គ្រងនិងយល់អំពីការសង្ស័យនិងកង្វល់របស់បុគ្គលិកបាទបុគ្គលិកគាត់មានមន្ទិលគាត់សង្ស័យបាទគាត់ភ័យខ្លាចបាទគាត់ព្រួយបារម្ភបាទឡើយនេះនិយាយច្រើនហើយពីមុនណាបាទខ្ញុំលើកប៉ុណ្្នឹងចុះបើថាគឺកន្លែងហ្នឹងគឺមានតែបង្កើតកន្លែងសម្រាប់បុគ្គលិកបញ្ចេញមតិបញ្ចេញកង្វល់គាត់បាទអញ្ចឹងការភ័យខ្លាចរបស់ពួកគាត់ហ្នឹងមានអីខ្លះបាទអញ្ចឹងការប្រស័យតាកតងជាមួយគាត់នឹងត្រូវបើកចំហបាទព្រោះអីនៅពេលដែលយើងបើកចំហគាត់នឹងនិយាយប្រាប់យើងអស់នៅទុកកង្វល់របស់គាត់អញ្ចឹងយើងអាចដឹងអញ្ចឹងវាជាកលឹះសំខាន់ណាស់ដែលយើងអាចឆ្លិចយកមកធ្វើការវិភាគរកចំណុចណាមួយដែលយើងអាចទៅរួចសម្រាប់ការផ្លាស់ប្ដូរហ្នឹងបាទលោកគ្រូបាទអញ្ចឹងកន្លែងនេះវាមានប៉ុណ្្នឹងចុះហើយបើលោកអ្នកនិពន្ធគាត់សរសេរនោះគឺច្រើនណាស់រៀបរាប់ច្រើនបាទរៀបរាប់ច្រើនណាស់កន្លែងហ្នឹងព្រោះជាចំណុចសំខាន់ហើយចំណុចលំបាកបាទលំបាកអញ្ចឹងឧបមាថាឬក៏សន្មតថាយើងរុះរើឬក៏រំលាយដុំទឹកកកនឹងហើយអញ្ចឹងយើងចូលមកដល់ចំណុចទី2ចុះណាបាទហ្នឹងអញ្ចឹងយើងឆ្លងផុតដំណាក់កាលទី1ហើយអញ្ចឹងយើងចូលដំណាក់កាលទី2គឺការផ្លាស់ប្ដូរ change ឬក៏ moving បាទ moving forward ណា moving forward គឺបើការផ្លាស់ប្ដូរគឺការដើរទៅមុខអញ្ចឹងបាទគោលដៅនៅក្នុង change នេះមានន័យថាគឺអនុវត្តការផ្លាស់ប្ដូរជាក់ស្ដែងតែម្ដងបាទអនុវត្តការផ្លាស់ប្ដូរជាក់ស្ដែងអញ្ចឹងដំណាក់កាលហ្នឹងគឺជាដំណាក់កាលផ្លាស់ប្ដូរពីភាពចាស់ទៅភាពថ្មីណាស្ថានភាពថ្មីបាទទៅស្ថានភាពថ្មីហើយហ្នឹងណាបាទមានថាយើងផ្លាស់ប្ដូរពីស្ថានភាពចាស់ទៅស្ថានភាពថ្មីអញ្ចឹងដំណាក់កាលហ្នឹងមានថាជាដំណាក់កាលដែលនៃការរៀនសូត្រហើយនឹងការអនុវត្តឃើញទេរៀនសូត្រពីអ្វីដែលថ្មីដែលត្រូវធ្វើការផ្លាស់ប្ដូរហើយនឹងអនុវត្តវាធ្វើយ៉ាងណាឲ្យយើងមានភាពស្វាមបាទអញ្ចឹងកន្លែងនេះឯងគេហៅថាអ្នកនិពន្ធគឺគាត់និយាយថាវាជារយៈពេលដែល
ពោពេញទៅដោយភាពមិនច្បាស់លាស់បាទយើងអត់ច្បាស់លាស់ទេយើងមានផែនការច្បាស់ប៉ុណ្ណាក៏ដោយប៉ុន្តែវានៅមានអាភាពសពេចសពិលនៅក្នុងនឹងដែរបាទអញ្ចឹងវាស្ថិតនៅក្នុងដំណាក់កាលមួយមានភាពមិនច្បាស់លាស់ហើយជាដំណាក់កាលដែលគេហៅជាការសាកល្បងបាទកន្លែងហ្នឹងណាលោកគ្រូបាទអញ្ចឹងបុគ្គលិកហើយនឹងអ្នកបម្រើការនៅក្នុងអង្គភាពអស់ទាំងអស់នៅក្នុងក្រុមហ៊ុនហ្នឹងគឺបានថាកំពុងរៀនពីវិធីថ្មីអូខេគេបំពាក់នៅនីតិវិធីថ្មីហ្នឹងយើងកំពុងតែរៀនវិធីថ្មីហ្នឹងហើយអង្គភាពហ្នឹងក៏កំពុងបាទអនុវត្តដំណើរការថ្មីដែរបាទវាទៅទាំងព្រមហ្នឹងអញ្ចឹងមានន័យថាការគ្រប់គ្រងនិងការបណ្ដុះបណ្ដាលចាំបាច់ណាស់នៅក្នុងដំណាក់កាលនេះបាទព្រោះបើសិនជាគ្មានការគ្រប់គ្រងការបណ្ដុះបណ្ដាលការបង្ហាញទិសបង្ហាញផ្លូវអីទាំងអស់លើកទឹកចិត្តអីថែមទៀតនោះច្បាស់ណាស់អ្នកដែលចូលរួមយើងពីមុនដែលថាមាន 90% អាចដកថយមកជាកម្លាំងជំទាស់វិញហើយកន្លែងហ្នឹងណាបាទលោកគ្រូអ្នកគ្រូបាទអញ្ចឹងឃើញនៅក្នុងចំណុចមួយចំនួនគេដាក់ថាម៉េច plan the change បាទសំខាន់ណាស់បាទសកម្មភាពសំខាន់ហ្នឹងណារៀបចំផែនការនៃការផ្លាស់ប្ដូរបាទ plan the change បាទរៀបចំផែនការនៃការផ្លាស់ប្ដូរមានថាប្រែក្លាយចក្ខុវិស័យរបស់យើងណាទៅជាផែនការសកម្មភាពលម្អិតសម្រាប់យ៉ាងម៉េចថាតើត្រូវធ្វើអ្វីធ្វើនៅពេលណាអ្នកណាជាអ្នកធ្វើអីចឹងដើមហ្នឹងហើយគេរៀបរាប់បាទហើយអ្នកណាទូខុសត្រូវបាទកន្លែងហ្នឹងអញ្ចឹងពីរគឺ implement the change បាទ implement the change មានថាគឺអនុវត្តការផ្លាស់ប្ដូរបាទអនុវត្តការផ្លាស់ប្ដូរបាទអនុវត្តការផ្លាស់ប្ដូរចឹងបានថាចាប់ផ្ដើមអនុវត្តតាមផែនការហ្នឹងមកបាទអញ្ចឹងវាជាការណែនាំចែកវិជាថ្មីឬក៏ការផ្លាស់ប្ដូររចនាសម្ព័ន្ធឬក៏ការបង្កើតនៃដំណើរការថ្មីឲ្យអង្គភាពហើយហ្នឹងអញ្ចឹងយើងអនុវត្តការផ្លាស់ប្ដូរហ្នឹងបាទអញ្ចឹងយើងជ្រើសយើងបដូរមួយណាបាទដោយការណែនាំចែកវិជាថ្មីឬក៏ការផ្លាស់ប្ដូររចនាសម្ព័ន្ធអីផ្សេងៗហ្នឹងជាប់ពាក់ព័ន្ធហ្នឹងបាទអញ្ចឹងមតិ3 have employee to learn new concept or point of views បាទអញ្ចឹងមានថាជួយបុគ្គលិកឲ្យរៀននៅគំនិតបាទរៀននៅគំនិតឬក៏ទស្សនៈទានថ្មីបាទកន្លែងហ្នឹងណាបាទអញ្ចឹងមានន័យថាផ្ដល់នៅការបណ្ដុះបណ្ដាលការណែនាំនិងការគ្រប់គ្រងបាទការគ្រប់គ្រងដែលយើងធ្វើ training គាត់យើង coaching គាត់ឬក៏ mentoring គាត់អីជាដើមហ្នឹងណាបាទអញ្ចឹងដើម្បីអីដើម្បីឲ្យបុគ្គលិករបស់យើងនឹងអាចបំពេញការងារក្នុងស្ថានភាពថ្មីបានបាទត្រូវការគ្រប់គ្រងបាទអញ្ចឹងគេរត់ទៅរកការងារថ្មីឡើយបាទបើដាក់មករៀងងឹតឈឹងហ្មងណាបាទអញ្ចឹងយើងត្រូវធ្វើការណែនាំណាផ្ដល់ដល់ការគ្រប់គ្រងផ្ដល់ដល់ការបណ្ដុះបណ្ដាលអញ្ចឹងបាទកន្លែងហ្នឹងដើម្បីជំរុញការផ្លាស់ប្ដូរឲ្យវាដើរទៅមុខណាឆេងហ្នឹងគឺ moving ណាបាទ moving អូខេអញ្ចឹងបានន័យថាបើសិនជាយើងធ្វើកិច្ចការនៅក្នុងឆេងដំណាក់កាលទី2នឹងចប់សពគ្រប់ហើយអញ្ចឹងសំណន់អញ្ចឹងចាស់យើងចូលទៅដល់ដំណាក់កាលទី3បាទដំណាក់កាលទី3បាទអញ្ចឹងមានថា refresh ណា refresh ខ្ញុំអានត្រូវហើយលោកគ្រូបាទអញ្ចឹងណា refresh បាទការបង្កកឡើងវិញណាការបង្កកឡើងវិញបាទការបង្កកឡើងវិញអញ្ចឹងគោលដៅនៅទីនេះគឺអីមានថាធ្វើឲ្យការផ្លាស់ប្ដូរនោះវាคล้ายជាផ្នែកមួយនៃបាទផ្លាស់ប្ដូរនៃធម្មជាតិរបស់អង្គភាពយើងមានន័យថាដើម្បីធានាបាននៅនិរន្តរភាពបាទឲ្យមកដូចដើមវិញបានឲ្យដំណើរការល្អដូចที่យើងចាប់ដើមពីមុនបាទនឹងអញ្ចឹងកន្លែងហ្នឹងមានថាឲ្យប្រែคลายបាទធ្វើឲ្យការផ្លាស់ប្ដូរហ្នឹងវាជាផ្នែកមួយនៃថាជាផ្នែកមួយនៃធាតុដើមរបស់អង្គភាពយើងបាទធាតុដើមរបស់អង្គភាពយើងបាទហើយដើម្បីធានាបានអីធានានៅនិរន្តរភាពជាភាពបាទហើយបានផ្លាស់ប្ដូរគេចង់បានជាភាពបាទចង់ឲ្យវាស្ថិតថេរគង់វង្សបាទអញ្ចឹងមានថាដំណាក់កាលហ្នឹងគឺគេតែងតែគិតណាតែងតែបាទដំណាក់កាលហ្នឹង
ស្អីគេបានគេយកដំណាក់កាលដែលគេតែងតែមើលរំលងច្រើនជាងគេកន្លែងហ្នឹងហេតុអីបានអង្គភាពជាច្រើនបានខិតខំប្រឹងប្រែងបាទធ្វើខ្លាំងក្នុងការផ្លាស់ប្ដូរនេះកន្លែងផ្លាស់ប្ដូរធ្វើខ្លាំងណាបាទកន្លែងផ្លាស់ប្ដូរធ្វើខ្លាំងប៉ុន្តែនៅពេលដែលមកដល់ដំណាក់កាលនេះរឿងដកឃ្លាប៉ុន្តែគេមិនឲ្យយើងធ្វើអញ្ចឹងទេណាបាទធ្វើអញ្ចឹងទេស្មានតែឆេងកន្លែងឆេងនឹងជោគជ័យហើយអត់ទេអញ្ចឹងកន្លែង refresh នេះគឺក៏កន្លែងសំខាន់ដែរអញ្ចឹងបើសិនជាអឺការខិតខំប្រឹងប្រែងខ្លាំងនៅក្នុងការផ្លាស់ប្ដូរអឺខ្ញុំចង់និយាយមកឲ្យស្រួលគ្រូអ្នកគ្រូបាទមិននៅពេលដែលយើងធ្វើការប្រឹងប្រែងខ្លាំងនៅក្នុងដំណាក់កាលផ្លាស់ប្ដូរហើយចូលដំណាក់កាលនេះយើងលេងដែរយើងអាចនឹងបរាជ័យប៉ុន្តែបើសិនជាយើងនៅតែបាទយើងនៅតែយកចិត្តទុកដាក់មានន័យថាយើងអាចរក្សាការផ្លាស់ប្ដូរនោះឲ្យវាមានស្ថិរភាពឃើញទេកន្លែងនេះចង់និយាយចឹងបាទបានថាជោគជ័យថាផ្លាស់ប្ដូរជោគជ័យឯងផ្លាស់ប្ដូរជោគជ័យហើយគេនៅមើលទំហែតបានដូចទំហែតអញ្ចឹងណាបាទដូចគេតម្លើងប្រព័ន្ធកម្មវិធីណាមួយអញ្ចឹងគេថាអូខេហើយប៉ុន្តែនៅមើលទំហែតមករយៈកាលដើម្បីឲ្យវានៅតែ smooth ណាបាទបែបហ្នឹងអញ្ចឹងមានន័យថាគឺធ្វើយ៉ាងណារក្សាការផ្លាស់ប្ដូរនោះឲ្យវាស្ថិតស្ថេរកន្លែងហ្នឹងណាបាទស្ថិតស្ថេរបាទអញ្ចឹងមានន័យថានៅទីហ្នឹងវាបង្កប់នៅអេរិយាបថបាទឬក៏ដំណើរការថ្មីដែលចូលនៅក្នុងវប្បធម៌អង្គភាពរបស់យើងហ្នឹងបាទឬក៏ប្រព័ន្ធការងារប្រចាំថ្ងៃរបស់យើងណាតែធ្វើយ៉ាងណាដើម្បីកុំឲ្យបុគ្គលិកហ្នឹងងាយត្រឡប់ទៅទម្លាប់ទៅណាទម្លាប់ចាស់វិញបាទទម្លាប់ចាស់វិញបាទឲ្យរុញឲ្យផុតបាទរុញឲ្យផុតបាទកន្លែងនេះវាស្ថិតដូចថាដំណាក់កាលលំហែតអញ្ចឹងណាគ្រូបាទរុញគាត់ឲ្យផុតបាទកុំឲ្យគាត់ងាយទៅទម្លាប់ចាស់វិញបាទងាយទម្លាប់ទៅទម្លាប់ចាស់វិញកន្លែងហ្នឹងបាទអញ្ចឹងមើលឃើញអំពីការរៀបរាប់ពី refresh ហ្នឹងគឺមានមួយគឺ change are reinforce and stabilize មានថាម៉េចយើងពង្រឹងនឹងធ្វើការផ្លាស់ប្ដូរហ្នឹងឲ្យមានស្ថិរភាពបាទយើងបាទការផ្លាស់ប្ដូរឲ្យមានស្ថិរភាពកន្លែងនេះបានថាយើងលើកទឹកចិត្តដល់នៃការប្រព្រឹត្តនៅអេរិយាបថថ្មីហ្នឹងណាបាទវាខុសទម្លាប់ពីមុនណាប៉ុន្តែយើងលើកទឹកចិត្តដល់អេរិយាបថថ្មីហ្នឹងឬក៏បង្កើតគោលនយោបាយណាមួយគ្រប់គ្រងឬក៏នីតិវិធីថ្មីដែលគ្រប់គ្រងការផ្លាស់ប្ដូររបស់យើងហ្នឹងបាទហ្នឹងអញ្ចឹងយើងនៅតំហែតហ្នឹងបាទអញ្ចឹងយើងមួយទៀតគឺ integrate change into the normal way of doing things បាទមានថាបញ្ចូលការផ្លាស់ប្ដូរទៅក្នុងវិធីធ្វើការធម្មតាណាបាទបញ្ចូលការផ្លាស់ប្ដូរទៅធ្វើទៅក្នុងវិធីនៃការធ្វើការធម្មតាមានន័យថាធ្វើឲ្យវិធីថ្មីคล้ายជារបៀបដែលយើងធ្វើការនៅទីនេះនៅពេលហ្នឹងឃើញទេបាទហ្នឹងវាធ្វើឲ្យរុញទៅធ្វើលក្ខណៈឲ្យសមឲ្យសមកម្មវិធីថ្មីដូចជាកម្មវិធីចាស់អញ្ចឹងបាទអញ្ចឹងនៅក្នុងចំណុចហ្នឹងបាទមួយទៀតគឺ develop way to sustain the change develop ways sustain the change មានថាបង្កើត develop way បានបង្កើតវិធីដើម្បី to sustain ដើម្បីទ្រទ្រង់ការផ្លាស់ប្ដូរឲ្យវាយូរវែងណា to sustain the change បាទហ្នឹងបង្កើតវិធីដើម្បីទ្រទ្រង់ការផ្លាស់ប្ដូរហ្នឹងឲ្យវានៅយូរវែងបាទមានថាយើងបង្កើតយន្តការត្រួតពិនិត្យនឹងការវិតម្លៃជាប្រចាំឬក៏ធ្វើការធានារៀងរាល់ការផ្លាស់ប្ដូរដែលកើតមានឡើងហ្នឹងឃើញទេកន្លែងនេះណាគេបារម្ភតែការវិលទៅរកទម្លាប់ចាស់ណាបាទអញ្ចឹងគេរកវិធី2 3 4ហ្នឹងបាទដើម្បីទប់វាដើម្បីឲ្យវាមាននិរន្តរភាពនិរន្តរភាពគឺការផ្លាស់ប្ដូរនោះវាមាននិរន្តរភាពបាទaccelerate success មានន័យថាយើងធ្វើការអបអរភាពជោគជ័យរបស់យើងណាហើយបានទទួលស្គាល់ឬក៏អបអរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងដែលបានចូលរួមសម្រាប់ធ្វើការផ្លាស់ប្ដូរហ្នឹងណាយើងត្រូវធ្វើពិធីមួយដើម្បីលើកទឹកចិត្តគាត់
បាទថាអូយើងធ្វើការផ្លាស់ប្ដូរនេះបានជោគជ័យពេលខ្លះវាមិនបាន 100% ប៉ុន្តែការលើកទឹកចិត្តនឹងមានសម្រាប់ការលើកចិត្តតូចៗដែលនិស្សិតបានឡើងធ្វើបទបង្ហាញនៃការលើកចិត្តតូចៗតាមដំណាក់កាលឃើញទេចំណុចអាហ្នឹងបាទអញ្ចឹងការធ្វើបែបហ្នឹងដើម្បីអីបានថាជួយបង្កើតនៅសន្ទុះវិជ្ជមានកន្លែងហ្នឹងបាទហើយឬក៏ពង្រឹងអារម្មណ៍របស់គាត់ណានៃភាពជោគជ័យរួមគ្នាបាទរួមគ្នារួមកម្លាំងគ្នាទៅមុខទៀតហើយហ្នឹងបាទលោកគ្រូអ្នកគ្រូអញ្ចឹងការបញ្ចូលរបស់ខ្ញុំរៀងវិញដែរហើយបាទអញ្ចឹងខ្ញុំសូម slash ប៉ុណ្ណេះសិនហើយចាំខ្ញុំបន្តនៅវីដេអូបន្ទាប់ទៀតនៅក្នុង model ថ្មីណាបាទលោកគ្រូអ្នកគ្រូបាទ